ឯកអគ្គរដ្ឋទូតទូគីយេថ្មីបដិញ្ញាបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីទូគីយេកម្ពុជាឲ្យកាន់តែស៊ីជម្រៅនាព្រឹកថ្ងៃទី22ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមមេសូតអូស្កែនឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋទូគីយេប្រចាំព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតទូគីយេបានសម្ដែងនៅមោទនភាពដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទូគីយេប្រចាំកម្ពុជាឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនាពេលកន្លងមកព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដែលបានផ្ដល់នូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងទូគីយេនិងកម្ពុជាក្នុងន័យនេះឯកឧត្តមបានបង្ហាញនូវការបដិញ្ញាចិត្តក្នុងការបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀតលើវិស័យជាច្រើនក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជាជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទូគីយេថ្មីប្រចាំកម្ពុជានិងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាភាពដៃគូកម្ពុជាទូគីយេសម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមោះមុតថាក្រោមអាណត្តិការទូតរបស់ឯកឧត្តមទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំស៊ីជម្រៅនិងរីកចម្រើនបន្ថែមទៀតសម្ដេចធិបតីនិងឯកឧត្តមឯកអគ្គរដ្ឋទូតទូគីយេក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់រួមមានសេដ្ឋកិច្ចវិនិយោគនិងពាណិជ្ជកម្មសន្តិសុខនិងការពារជាតិអប់រំទេសចរនិងបរិស្ថានជាដើមមុននឹងបញ្ចប់សម្ដេចធិបតីបានលើកទឹកចិត្តឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀត